ស្ត្រីម្នាក់ដាក់ពាក្យប្តឹងមន្ត្រីពេទ្យយោធាពីបទប្រើហិង្សានិងបង្ខំឲ្យប្រើគ្រឿងញៀននារីម្នាក់ដែលគេស្គាល់ថាជាភរិយារបស់មន្ត្រីពេទ្យយោធាដែលបានដាក់ពាក្យបណ្ដឹងនាពេលថ្មីនេះទៅកងរាជអាវុធហត្ថនៅថ្ងៃទី17 ខែមីនាដោយចោទប្រកាន់ទៅលើមន្ត្រីពេទ្យយោធាដែលជាស្វាមីរបស់ខ្លួនថាបានប្រើហិង្សាយ៉ាងឃោរឃៅដោយសារតែបង្ខំឲ្យនាងប្រើប្រាស់គ្រឿងញៀនមិនបានសមដូចបំណងជនសង្ស័យមានឈ្មោះណៅសុនឌីរតនៈជាមន្ត្រីពេទ្យយោធានៃមន្ទីរពេទ្យព្រះកេតុមាលា1/79ហើយបានរត់គេចខ្លួនបាត់នៅក្រៅពេលដែលមានព័ត៌មានហិង្សានេះត្រូវបានចែកចាយបន្តគ្នានៅលើបណ្ដាញសង្គមរួចមកនារីរងគ្រោះមានឈ្មោះជាចន្ទូអាយុ32ឆ្នាំបានរងនៅអំពើហិង្សាយ៉ាងឃោរឃៅជាបន្តបន្ទាប់ដោយគូកំណាន់របស់គាត់បានវាយទាត់ធាក់បោចសក់ជាច្រើនលើកច្រើនសារបណ្ដាលឲ្យនាងរងរបួសក្រំគ្រាតជាទម្ងន់នារីរងគ្រោះបានបញ្ជាក់ថាក្រៅពីករណីហិង្សាជនបង្កក៏ធ្លាប់បានបង្ខំឲ្យនាងប្រើប្រាស់គ្រឿងញៀនទៀតផងបច្ចុប្បន្ននារីរងគ្រោះបានដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថសុំកិច្ចអន្តរាគមន៍និងតាមឃាត់ខ្លួនជនសង្ស័យខាងលើយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់